ទម្លាប់អាក្រក់នៃការរស់នៅប្រចាំថ្ងៃរបស់យើងអាចធ្វើឲ្យខួរក្បាលយើងល្ងងជាងមុនការថែរក្សាសុខភាពខួរក្បាលគឺជារឿងសំខាន់ព្រោះតាកោសិកាខួរក្បាលរបស់យើងអាចនឹងងាយរងគ្រោះបើសិនជាយើងនៅតែប្រើទម្លាប់អាក្រក់ៗហ្នឹងជាប្រចាំយោងតាមការសិក្សាបែបវិទ្យាសាស្ត្រពីស្ថាប័នសុខភាពល្បីៗដូចជា Harvard Health និង World Health Organization នេះគឺជាទម្លាប់ចម្បងដែលធ្វើឲ្យខួរក្បាលរបស់យើងមានសមត្ថភាពចុះខ្សោយ1ការគេងមិនគ្រប់គ្រាន់ការគេងគឺជាពេលវេលាដែលខួរក្បាលធ្វើការបោះសម្អាតជាតិពុលនៅពេលដែលអ្នកសម្រាកមិនបានគ្រប់គ្រាន់ជាប្រចាំវាធ្វើឲ្យងាយភ្លេចភ្លាំងចុះខ្សោយនៃការផ្ដោតអារម្មណ៍និងធ្វើឲ្យកោសិកាខួរក្បាលឆាប់ងាប់2ការទទួលទានជាតិស្ករច្រើនពេករបបអាហារដែលមានជាតិស្ករខ្ពស់រំខានដល់ការស្រូបយកសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនដែលចាំបាច់សម្រាប់ខួរក្បាល3ការរស់នៅក្នុងភាពឯការរយៈពេលយូរពេកការខ្វះទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនធ្វើឲ្យខួរក្បាលខ្វះការរំញោចបង្កើនហានិភ័យនៃជំងឺបាក់ទឹកចិត្តនិងធ្វើឲ្យសមត្ថភាពនៃការគិតធ្លាក់ចុះលឿនជាងធម្មតា4ការប្រើប្រាស់កាសក្នុងកម្រិតសំឡេងខ្ពស់ខ្លាំងពេកការស្ដាប់តន្ត្រីខ្លាំងៗតាមរយៈកាសត្រចៀកអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទដែលបញ្ជូនសញ្ញាទៅខួរក្បាលនៅពេលដែលការស្ដាប់មានបញ្ហាខួរក្បាលត្រូវប្រឹងធ្វើការខ្លាំងហួសហេតុដើម្បីយល់ពីអ្វីដែលយើងកំពុងឮដែលយូរទៅនាំឲ្យបាត់បង់កោសិកាប្រភេទ Gray matter 5ការមិនទទួលទានអាហារពេលព្រឹកបន្ទាប់ពីសម្រាកពេញមួយយប់ខួរក្បាលត្រូវប្រើថាមពលដើម្បីដំណើរការអត់អាហារពេលព្រឹកធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមទាបធ្វើឲ្យខួរក្បាលចុះខ្សោយឆាប់ហត់នឿយនិងធ្វើឲ្យការគិតមិនបានរហ័សរហួន6ការជក់បារីនិងគ្រឿងស្រវឹងសារធាតុពុលក្នុងបារីធ្វើឲ្យខួរក្បាលរួមតូចចំណែកគ្រឿងស្រវឹងបំផ្លាញតុល្យភាពសារធាតុគីមីនៅក្នុងខួរក្បាលបង្កើនហានិភ័យខ្ពស់ជំងឺ Alzheimer និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរដើម្បីឲ្យខួរក្បាលយើងឆ្លាតវៃនិងចងចាំបានល្អយើងគួរតែហាត់ប្រាណឲ្យបានទៀងទាត់អានសៀវភៅនិងទទួលទានទឹកឲ្យបានច្រើន